ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកឹមស្រីឯវិចិត្រមកពីក្រុម SU10 នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីក្នុងការប្រើ pipe អញ្ចឹងជាដំបូងខ្ញុំសូមធ្វើការ connect ជាមួយនឹង SSH ចេញពី Ubuntu របស់យើងអញ្ចឹងនៅក្នុង requirement របស់លោកគ្រូយើងមាន3ដោយនៅជំហានដំបូងហ្នឹងយើងធ្វើការ show username អញ្ចឹងយើងប្រើនៅ comment who am I នេះយើងនឹងចេញឈ្មោះរបស់ user មកហើយគឺឈ្មោះខ្ញុំគឺអេវិចិត្រអញ្ចឹងនៅក្នុង requirement ទី2យើងនឹងធ្វើការ list and text 3 line អញ្ចឹងខ្ញុំសូមធ្វើការប្រើនៅ comment ls ដក x ហើយយើងប្រើនឹងសញ្ញា pipe របស់យើងជាមួយនឹងយើងដាក់ head ដក3ទៅតាម requirement របស់យើងដែលយើងធ្វើការ list 3 line ដំបូងអញ្ចឹងយើងធ្វើការ run អញ្ចឹងយើងចេញមកហើយវានឹងចេញ3 line មកគឺ3នេះអញ្ចឹងនៅក្នុង requirement បន្តមកទៀតហ្នឹងគឺកិច្ចការទី3យើងធ្វើការ create file អញ្ចឹងដើម្បី create file យើងធ្វើការប្រើនៅ command nano អញ្ចឹងខ្ញុំវាយ nano នឹងដាក់ឈ្មោះ file ថាវិចិត្រ.exe ចឹងយើងបានបង្កើត file មួយហើយតោះមកយើងសរសេរច្រើនឡាញចូលទៅក្នុងហ្នឹងចឹងខ្ញុំសូមធ្វើការ copy ចេញតែម្ដងណាដោយសារខ្ញុំបានសរសេរទុកហើយចឹងយើងបានផាសចូលឲ្យយើងមាន6ឡាញនៅក្នុង file ហ្នឹងតោះមកយើងធ្វើការ save ដោយយើងចុច Ctrl X ហើយយើងចុច Y ដើម្បី save ចឹងយើងបាន save រួចហើយចឹងយើងធ្វើការបើក file នឹងមើលថាយើងបានដាក់ចូលទេ page ដែលយើងបាន add ហ្នឹងចឹងយើងធ្វើនៅ command cat ដាក់ឈ្មោះរបស់ខ្ញុំមិញគឺវិចិត្រ .exe នេះគឺវានឹងចេញឡាញទាំង6ដែលខ្ញុំបានសរសេរមិញហ្នឹងប៉ុន្តែយើងចង់បង្ហាញនៅ3ឡាញដំបូងអញ្ចឹងយើងត្រូវការនៅប្រើនៅ comment ដោយយើង add នៅសញ្ញា pipe របស់យើងហើយយើងវាយ head ដល់3ដើម្បីបង្ហាញ3ជួរដំបូងទៅតាម requirement របស់លោកគ្រូនេះគឺវាពិតជាត្រឹមត្រូវមែនដែលយើងប្រើ pipe អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នា